ថ្ងៃសុក្រ1រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ធ្វើឲ្យហឫទ័យទេវតាប្រុសស្រីនៅមិនស្ងប់ស្រាប់តែពេលនោះមានទេវតាមួយអង្គបានពន្លឺសំឡេងឡើងថាបុរសពីរនាក់មានជីវភាពដូចគ្នាប៉ុន្តែដូចទៅនឹងពាក្យចាស់ធ្លាប់និយាយអញ្ចឹងគឺក្រោមមេឃតែមួយតែវាសនាខុសគ្នាជោគវាសនារបស់ពួកគេទាំងពីរមិនអាចកំណត់ដោយអ្នកណាបានឡើយគឺមានតែពួកគេទេទើបអាចជាអ្នកកំណត់ដោយខ្លួនឯងបានហេឈប់សិនមានទេវតាមួយអង្គចោទតវ៉ាហើយបាទនៅក្នុងរឿងនេះដែរគឺមានច្រើនភាគអញ្ចឹងនៅក្នុងភាគនេះនិយាយខុសlạiបន្តិចអញ្ចឹងសូមជួបទៅคลิปនេះជួបនៅคลิปបន្ទាប់អោប្រពន្ធបងហើយហេតុអីនេះខ្ញុំនេះទុកឲ្យប្រពន្ធអង្គុយស្ងួតស្ងាត់ម្នាក់ឯងអញ្ចឹងពេលនេះប្រពន្ធត្រូវការយើងត្រូវតែនៅក្បែរនាងអូនអើយអូនកើតទុករឿងអីសូមស្រដីប្រាប់បងផងក្រែងលោបានធូរស្បើយបានខ្លះមិនអីទេពៅមាសពៅពន្លកសូមអូនកុំគិតច្រើនអីជាពិសេសណាឆាប់យកកូនមួយទៅចៅមួយថាំងរត់ពេញផ្ទះផងណាបាទលោកពងអ្នកម៉ែទុកចិត្តលើខ្ញុំចោះអាយ៉ាភរិយារបស់ខ្ញុំនេះពិតជាមានមុនស្នេហ៍ស្រស់ស្អាតណាស់ប្រៀបដូចជាផ្កាដែលស្រស់មួយទងនៅលើឋានសួគ៌រាត្រីអាត្រៀតស្ងប់ស្ងាត់ពពករសាត់ពីវងខែសំឡឹងចង់ក្បែរគិកិតកាយបងនឹងថ្នមថែបីត្រកងសូមស្រីវិចាព្រមស្នេហាអូនស្ម័គ្រមេត្តាដល់ស្នេហ៍ស្នងបំពេញបំណងដែលអូនប៉ងមិនអោយនួនល្អងទាស់ចិត្តឡើយមិនអីទេពៅមាសពៅបន្លងសូមអូនកុំគិតច្រើនពេកអីណារឿងអត់កូនមិនមែនជាកំហុសរបស់អូនទេបងក៏មានចំណែកខុសដែរដែលធ្វើឲ្យអូនមិនមានកូននោះឈប់សោកសៅទៅណាអូនឈប់យំទៅណាទីនេះស្ងប់ស្ងាត់ល្អណាស់ត្រូវហើយមិនសមជាកន្លែងដែលមានមនុស្សរស់នៅសោះអ្នកទាំងអស់គ្នាមើលទៅខាងនោះទៅដូចជាមានមនុស្សនៅទីនោះមានរឿងអ្វីក្នុងចិត្តមែនទេអូនបានជាអង្គុយគិតដកដង្ហើមធំតែម្នាក់ឯងបែបហ្នឹងនឹកដល់ព្រះបិតាព្រះមេតាអូនមែនទេទោះអូនមិននិយាយក៏អាចស្មានដឹងបានដែរអូនដើមឡើយជាព្រះនាងរស់នៅក្នុងរាជវាំងធំស្កឹមស្កៃមានអ្នកបម្រើឆ្វេងស្ដាំមានព្រះមេតាព្រះបិតានៅក្បែរបើមិនដោយសារបងអូនក៏មិនត្រូវធ្លាក់ខ្លួនមកលំបាកបែបនោះដែរបងអាណិតអូនណាស់ហើយក៏ខ្មាស់ខ្លួនឯងធ្វើយ៉ាងម៉េចបងជាមនុស្សក្រីក្រទុរគតម្នាក់អ្វីក៏គ្មានតែបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូនឲ្យអូនសប្បាយចិត្តនិងរីករាយដែលមានបងនៅក្បែរអូនគ្មានមនុស្សរស់នៅទីនេះក៏ល្អដែរសំខាន់ឲ្យតែយើងរស់នៅដោយសប្បាយចិត្តគឺគ្រប់គ្រាន់ហើយណាមួយយើងក៏មានក្របធញ្ញជាតិដែលយកមកជាមួយយើងអាចយកទៅដាំដុះចិញ្ចឹមជីវិតបានគ្មានមនុស្សរស់នៅទីនេះក៏ល្អដែរសំខាន់ឲ្យយើងរស់នៅដោយសប្បាយចិត្តគឺគ្រប់គ្រាន់ហើយណាមួយយើងក៏មានក្របធញ្ញជាតិដែលយកមកជាមួយយើងអាចយកទៅដាំដុះចិញ្ចឹមជីវិតបានមានរឿងនៅក្នុងចិត្តមែនទេអូនបានជាអង្គុយគិតដកដង្ហើមធំតែម្នាក់ឯងបែបហ្នឹងនឹកដល់ព្រះមេតាព្រះបិតារបស់អូនមែនទេទ
ទោះអូនមិននិយាយក៏អាចស្មានដឹងដែរអូនដាំឡើយជាព្រះនាងរស់នៅក្នុងរាជវាំងធំស្កឹមស្កៃមានអ្នកបម្រើឆ្វេងស្ដាំមានព្រះមេដាព្រះបិតានៅក្បែរបើមិនដោយសារបងអូនក៏មិនត្រូវធ្លាក់ខ្លួនមកលំបាកបែបនេះដែរបងអាណិតអូនណាស់ហើយក៏ខ្មាស់ខ្លួនឯងធ្វើម៉េចបងជាមនុស្សក្រីក្រតែម្នាក់ហើយទុរគតអ្វីក៏គ្មានតែបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូនឲ្យអូនសប្បាយចិត្តនិងរីករាយនៅអ្វីដែលបងមានហើយបងនៅក្បែរអូន